listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sê ray. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចា៎នាងខ្ញុំខែសុណងសូមជម្រាបសួរលោកអ្នកនាងប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីចា៎នាងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃអង្គារ7កើតខែអាសត់ឆ្នាំមមីឆស័កពុទ្ធសករាជ2558ដែលត្រូវនៅថ្ងៃទី30ខែកញ្ញាគ្រិស្តសករាជ2014ចា៎ជាដំបូងនេះសូមអញ្ជើញអស់លោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃទាហានខ្មែរការពារព្រំដែនម្នាក់រងរបួសបន្ទាប់ពីមានការបាញ់រះពីភាគីថៃក្រសួងរាយនឹងធម្មពលហៅអ្នកប្រឆាំងគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងអរ៉ែងជាអ្នករាំងស្ទះការអភិវឌ្ឍជាតិរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតចាជាបន្តទៅនេះនាងខ្ញុំខែសុណងសូមជូនព័ត៌មានទាំងនេះពុស្ដាការប្រឈមមុខតានតឹងខាងសភាវុធដាក់គ្នារវាងទាហានខ្មែរថៃក្នុងរឿងចំនួនព្រំដែននៅជុំវិញតំបន់ប្រាសាទព្រះវិហារបានស្ងប់ស្ងាត់រយៈពេលជាង3ឆ្នាំមកហើយក៏ប៉ុន្តែកាលពីថ្ងៃត្រង់គឺនៅថ្ងៃទី29ខែកញ្ញាទាហានថៃដែលប្រចាំការពារព្រំដែនស្រុកណាំយ៉ឺននៃខេត្តឧបលរដ្ឋធានីបានបាញ់កាំភ្លើងមកលើទាហានខ្មែរនៅច្រកអានសេះបណ្ដាលឲ្យមានការបាញ់តគ្នាប្រហែលជា3នាទីចាលោកហងសៅយុទ្ធមានសេចក្តីរាយការណ៍ព័ត៌មាននេះប្រភពព័ត៌មានពីអាជ្ញាធរស្រុកចំខ្សានខេត្តព្រះវិហារឲ្យដឹងថាយ៉ាងហោចណាស់មានទាហានខ្មែរម្នាក់បានរងរបួសកាលពីរសៀលថ្ងៃទី29ខែកញ្ញាបន្ទាប់ពីមានការបាញ់អាវុធចេញពីភាគីថៃរះមកចំកម្លាំងការពារព្រំដែនខ្មែរដែលកំពុងដើរល្បាតនៅតាមបន្ទាត់ព្រំដែនអភិបាលស្រុកចំខ្សាននៃខេត្តព្រះវិហារគឺលោកជាគឹមសេងលោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារទី30ខែកញ្ញាថាមានហេតុការណ៍បាញ់កំភ្លើងតគ្នាមួយរវាងទាហានថៃនិងទាហានខ្មែរនៅម្ដុំច្រកព្រំដែនអានសេះចម្ងាយប្រមាណ30គីឡូម៉ែត្រភាគខាងជើងឈៀងខាងកើតពីប្រាសាទព្រះវិហារកាលពីវេលាម៉ោង 12:30 នាទីរសៀលថ្ងៃទី29ខែកញ្ញាអភិបាលស្រុកដដែលបញ្ជាក់ថាការបាញ់រះដែលចាប់ផ្ដើមចេញពីភាគីថៃមុននោះបណ្ដាលឲ្យទាហានខ្មែរម្នាក់ក្នុងចំណោម9នាក់ដែលកំពុងដើរល្បាតការពារព្រំដែនរងរបួសក៏ប៉ុន្តែទោះយ៉ាងណាលោកមិនដឹងពីមូលហេតុនៃការបាញ់នោះបណ្ដាលមកពីអ្វីឡើយជាទូទៅទាហានតាមបន្ទាត់ព្រំដែនយើងតែងតែដើរល្បាតគេក្រោយពេលដើរល្បាតហើយត្រឡប់មកដល់គោលដៅវិញទីខាងថៃទូអាវុធមកលើទាហានខ្មែរយើងបណ្ដាលឲ្យរបួសប៉ុន្តែទាហានខ្មែរយើងបានបាញ់តទប់ទល់វិញនឹងការពារខ្លួនខ្ញុំក្រាបបានតែប៉ុណ្្នឹងហើយយកការរបាយការណ៍របស់មេទិសគេហ្នឹងព្រមិញក៏ដូចគ្នាដែរប្រភពព័ត៌មានដែលអាចយកជាការបានឲ្យដឹងថាទាហានខ្មែរម្នាក់ដែលរងរបួសនៅពេលផ្ទុះអាវុធនោះនៅក្នុងវគ្គលេខ405ចំណុះឲ្យតំបន់ប្រតិបត្តិការសឹកខេត្តព្រះវិហារកាលពីព្រឹកថ្ងៃអង្គារទី30ខែកញ្ញាមេបញ្ជាការយោធាខ្មែរសំខាន់ទទួលបន្ទុកការពារព្រំដែនប្រចាំទិសប្រាសាទព្រះវិហារបានជួបប្រជុំគ្នាដើម្បីរកដើមហេតុនៃការផ្ទុះអាវុធនៅជិតព្រំដែនអានសេះនោះមេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទនៃកងពលធំអន្តរាគមន៍លេខ3ដែលគ្រប់គ្រងព្រំដែនជំវិញប្រាសាទព្រះវិហារលោកឧត្តមសេនីយ៍ឯកស្រីដឹកមិនបានអធិប្បាយហេតុការណ៍នោះយ៉ាងណាទេដោយលោកបញ្ជាក់ថាគ្រាន់តែដឹងរឿងហើយជំរុញឲ្យសួរទៅមេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្តព្រះវិហារវិទ្យុអាស៊ីសេរីមិនអាចតាក់ទងមេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្តព្រះវិហារលោកឧត្តមសេនីយ៍សោមបុប្ផារតដើម្បីសុំការបំភ្លឺរឿងនេះបានថាយ៉ាងណានៅឡើយដោយសារតែលោកមិនទទួលទូរស័ព្ទគេហទំព័រក្នុងស្រុកមួយដែលចេញផ្សាយកាលពីវេលាម៉ោង 10:35 នាទីថ្ងៃអង្គារទី30ខែកញ្ញាបានដកស្រង់សម្ដីអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការគ្រប់គ្រងព្រំដែនប្រចាំទិសយុទ្ធភូមិភាគទី4លោកឧត្តមសេនីយ៍ជាតារាដោយមានប្រសាសន៍ថាទាហានខ្មែរម្នាក់ក្នុងអង្គភាព405និងទាហានការពារព្រំដែនថៃស្រុកណាំយ៉ឺនខេត្តឧបលម្នាក់បានរងរបួសនៅពេលបាញ់កាំភ្លើងដាក់គ្នាកាលពីរសៀលថ្ងៃទី29ខែកញ្ញានៅជិតច្រកព្រំដែនអន្តរជាតិអានសេះនោះ
លោកឧត្តមសេនីយ៍ជាតារាបញ្ជាក់ថាការបាញ់កំភ្លើងដៃដាក់គ្នារវាងទាហានថៃនិងទាហានការពារព្រំដែនខ្មែរនោះគឺដោយសារតែមានការយល់ច្រឡំគ្នាក៏ប៉ុន្តែទោះយ៉ាងណាក៏សភាពការនៅតំបន់ព្រំដែនគ្មានអ្វីប្រែប្រួលទេគឺស្ថិតក្នុងសភាពស្ងប់ស្ងាត់ខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីពីខេត្តសៀមរាបក្រសួងរាយនឹងធម្មពលហៅអ្នកដែលប្រឆាំងនឹងគម្រោងការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងជ័យអរ៉ែងថាជាអ្នករាំងស្ទះការអភិវឌ្ឍជាតិការថ្លែងបែបនេះធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនាព្រឹកថ្ងៃទី30ខែកញ្ញានេះដើម្បីបកស្រាយលម្អិតអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីជ័យអរ៉ែងស្ថិតនៅជួរភ្នំក្រវាញនៃខេត្តកោះកុងចាលោកវ៉ាន់វេចារាយការណ៍ព័ត៌មាននេះក្រសួងរាយនឹងធម្មពលច្រានចោលរបាយការណ៍របស់សង្គមស៊ីវិលនិងសមាជិកសភាគណៈបព្វប្រឆាំងស្ដីពីផលប៉ះពាល់នៃគម្រោងការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងជ័យអរ៉ែងរដ្ឋលេខាធិការនិងជាប្រធានគម្រោងសាងសង់ទំនប់នេះលោកអ៊ិតប្រាងចាត់ទុកថាអ្នកដែលនាំគ្នាប្រឆាំងនឹងគម្រោងនេះជាអ្នកដែលមិនយល់ច្បាស់ពីគម្រោងនិងមានចេតនាកេងយកផលចំណេញផ្ទាល់ខ្លួនលោកអ៊ិតប្រាងមានប្រសាសន៍សម្ដៅប្រធានអង្គការមេដាធម្មជាតិគឺលោក Alex ដែលចេញមុខការពារធនធានធម្មជាតិនេះថាធ្វើសកម្មភាពដើម្បីបំពេញចិត្តម្ចាស់ជំនួយលោកបន្តថាតំបន់ជ័យអរ៉ែងជាតំបន់ដ៏ស័ក្តិសមបំផុតរបស់កម្ពុជាអំណោយផលដល់ការសាងសង់ទំនប់វារីអគ្គិសនីអង្គការក៏មិនធ្វើថាវាចាំឲ្យបញ្យកយុទ្ធយកមកនៅពីមុខធ្វើជាខែដើម្បីថតរូបភាពសកម្មភាពថាមានប្រជាជនចូលរួមអីចឹងទេមកបាត់រើបាត់អីចឹងទេប្រឆាំងនឹងការអភិវឌ្ឍអីចឹងប្រឆាំងនឹងការកាប់ព្រៃប្រឆាំងការអីជាសកម្មជនបានរករឿងបីជើងហ្នឹងទេតើបានលុយណាស់ទៅបានលុយចឹងនេះខ្ញុំអាណិតណាអាណិតជាយើងដែលចាញ់អោគេទៅចូលរួមសកម្មភាពមួយគេដើម្បីឲ្យគេថតដើម្បីគេរីកាទៅយកប្រាក់យ៉ាងច្រើនហើយតែប្រជាជនបានធ្វើហើយប៉ុណ្ណឹងណាហើយមកបំផ្លាញការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងសេចក្តីបំភ្លឺរបស់ក្រសួងរាយនឹងធម្មពលបង្ហាញថាទំនប់វារីអគ្គិសនីស្ទឹងជ័យអរ៉ែងនេះប៉ះពាល់លើបញ្ហាមួយចំនួនដូចជាប៉ះពាល់ព្រៃឈើប៉ះពាល់សត្វព្រៃនិងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរបាយការណ៍សិក្សាផលប៉ះពាល់ជំហានដំបូងនៃគម្រោងនេះឆ្នាំ2006បង្ហាញថាផ្ទៃដីដែលត្រូវការសម្រាប់អនុវត្តគម្រោងនិងធ្វើអាងទឹកនោះមានប្រមាណជាង 9,000 ហិកតា ក្នុងនោះមានព្រៃស្រោងប្រមាណ 874 ហិកតា ព្រៃពាក់កណ្ដាលស្រោង ជិត 4,000 ហិកតា ក្រៅពីនោះគឺមានដីព្រៃស្ទឹងអូដីតំបន់កសិកម្មដីចម្ការវិលជុំដីព្រៃអរិយព្រៃកប់ខ្មោចនិងដីចម្ការជាដើមការសិក្សាផលប៉ះពាល់ជំហានដំបូងក៏រកឃើញថានៅតំបន់នៃគម្រោងនេះមានបក្សីប្រមាណ 113 ប្រភេទថនិកសត្វ 53 ប្រភេទល្មូន 31 ប្រភេទនិងមច្ឆជាតិ 43 ប្រភេទការសិក្សាជំហានបន្ទាប់និងពិនិត្យលក្ខខណ្ឌរស់នៅរបស់សត្វទាំងនោះរបាយការណ៍ឆ្នាំ2013វិញបញ្ជាក់ថាគម្រោងនេះប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន339គ្រួសារគិតជាមនុស្សមានជាង 1000 នាក់ហើយប៉ះពាល់ដល់ឃុំចំនួន3ស្មើនឹង7ភូមិប៉ះពាល់ដល់ផ្ទះចំនួន331ខ្នងផ្ទះប៉ះពាល់ដល់សាលារៀនចំនួន6ប៉ះពាល់វត្តអារាម3ស្រះទឹកសហគមន៍6និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតរបាយការណ៍របស់ក្រសួងរាយនឹងធម្មពលនិងរបាយការណ៍របស់គណៈកម្មការទី3រដ្ឋសភាខុសគ្នានៅត្រង់ផលប៉ះពាល់នៃគម្រោងរបាយការណ៍របស់គណៈកម្មការទី3រដ្ឋសភាដែលផ្ញើទៅលោកហ៊ុនសែនដើម្បីសូមឲ្យផ្អាកគម្រោងនេះបង្ហាញថាគម្រោងនេះនឹងធ្វើឲ្យព្រៃឈើបាត់បង់ 20,000 ហិកតាហើយក៏ធ្វើឲ្យសត្វកម្រ2ប្រភេទរួមមានត្រីនាគក្រពើភ្នំផុតពូជម្យ៉ាងទៀតក្រុមតំណាងរាស្ត្រគណៈបព្វប្រឆាំងថែមទាំងបញ្ជាក់ថាការសាងសង់ទំនប់វារីអគ្គិសនីនេះខាតជាងការអភិវឌ្ឍតំបន់នេះទៅជាតំបន់អេកូទេសចរណ៍ចំណុចនេះលោកអ៊ិតប្រាំងបញ្ជាក់ថាគម្រោងនេះនឹងបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍអេកូទេសចរណ៍ព្រមទាំងរក្សាលំនឹងធម្មជាតិទៀតផងហើយរដ្ឋាភិបាលកម្ពុជានឹងព្យាយាមកាត់បន្ថយផលប៉ះពាល់ឲ្យនៅកម្រិតតិចតួចបំផុតសត្វមានអីខ្លះត្រីមានអីខ្លះហើយរុក្ខជាតិមានអីខ្លះហើយរុក្ខជាតិកម្រយ៉ាងម៉េចខ្លះអានេះគឺសារបានយ៉ាងបែបទៅបានដែរអ្នកចេះទេនឹងស្ទើរតែរាប់ណាគឺតែចប់ទៅរាប់ហើយបានសិក្សាអំពីលក្ខខណ្ឌនៃការរស់នៅរបស់សត្វទាំងនោះរបស់ត្រីទាំងនោះរបស់សត្វកម្រទាំងហ្នឹងតើរស់នៅពីមិនបានដល់យើងគឺអានទៅតើទឹកជើងលើបានអត់អញ្ចឹងទៅយកទៅអត្តនាហើយការដោះស្រាយការប៉ះពាល់អាហ្នឹងគឺទៅរាល់គម្រោងទាំងអស់សុទ្ធតែមានគ្រោងតាមការសម្រាប់ការដោះស្រាយហ្នឹងតាមការប៉ាន់ស្មានជំហានដំបូងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះអាចចំណាយទឹកប្រាក់$400 លានសហរដ្ឋអាមេរិក
ប៉ុន្តែក្រសួងរាយនឹងធម្មពលមិនបានបកស្រាយឲ្យច្បាស់ថាថវិកាបានមកពីគម្រោងនេះនឹងដាក់ចូលក្នុងថវិកាជាតិប៉ុន្មាននោះទេក្រសួងរាយនឹងធម្មពលក៏មិនទាន់បានសិក្សាពីធនធានរ៉ែនៅតំបន់នោះនៅឡើយដែរខណៈដែលសង្គមស៊ីវិលធ្លាប់ចោទថាក្រុមហ៊ុនចិនសម្លឹងឃើញរ៉ែជាងចង់ធ្វើទំនប់យកអគ្គិសនីលក់ខ្ញុំបានវិចារវិទ្យុអាស៊ីសេរីភ្នំពេញចាលោកនាងស្ដាប់ជាទីមេត្រីនៅថ្ងៃទី30ខែកញ្ញានេះសមាជិកក្រុមប្រឹក្សាឃុំស្រុកនិងខេត្តរបស់គណៈបកសង្គ្រោះជាតិប្រមាណជា50នាក់បាននាំគ្នាដង្ហែញត្តិដាក់ជូនអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងឲ្យអ្នកតំណាងរាស្ត្របញ្ជូនញត្តិបន្តទៅប្រធានរដ្ឋសភានិងព្រឹទ្ធសភាដើម្បីជួយអន្តរាគមន៍ទៅក្រសួងមហាផ្ទៃក្នុងការធ្វើសេចក្តីណែនាំនិងកំណត់អំពីនីតិវិធីឲ្យបានច្បាស់លាស់ឡើងវិញចំពោះការបង្កើតគណៈកម្មាធិការថ្នាក់ក្រោមជាតិចំនួន3ដែលខ្លួនចោទថាមានភាពមិនប្រក្រតីក្នុងដំណើរការអភិវឌ្ឍចាលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍នេះពុស្ដានៅព្រឹកស្អែកចាលោកអ្នកនាងកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីចាក្រុមសាលាដំបងរាជធានីភ្នំពេញបានកោះហៅយុវជនគណៈបកសង្គ្រោះជាតិម្នាក់ក្នុងចំណោម3នាក់ឲ្យបំភ្លឺជំវិញការចូលរួមធ្វើកុប្បកម្មប្រឆាំងអាជ្ញាធរមានសមត្ថកិច្ចនៅតំបន់ស្ពាននៀកកាលពីថ្ងៃទី15ខែកក្កដាឆ្នាំ2014លោកខិនជំរឿនដែលបានចូលបំភ្លឺតាមដីកាកោះរបស់ចៅក្រមនៅថ្ងៃទី30ខែកញ្ញានេះថ្លែងថាចៅក្រមបានសាកសួរពាក់ព័ន្ធទៅនឹងបទចោទ3គឺបទចូលរួមធ្វើកុប្បកម្មប្រឆាំងនឹងអ្នករាជការសាធារណៈបទហិង្សាដោយចេតនានិងបទផ្ដើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលប្រព្រឹត្តទៅកាលពីថ្ងៃទី15ខែកក្កដានៅក្បែរទីលានប្រជាធិបតេយ្យលោកថាបន្ទាប់ពីសាកសួរចៅក្រមមិនបានកំណត់ថ្ងៃចូលជាថ្មីឬថាយ៉ាងណានោះទេចំពោះនីតិវិធីរបស់តុលាការបើនិយាយពីកិច្ចការរដ្ឋបាលនេះជានីតិវិធីខាងច្បាប់វាត្រូវតែហៅយើងមកស៊ើបសួរអញ្ចឹងហើយប៉ុន្តែអ្វីដែលជារឿងអយុត្តិធម៌សម្រាប់រូបខ្ញុំនោះគឺជាប់គុក21ថ្ងៃដែលវាអត់មានមូលហេតុសោះខ្ញុំជាអ្នកជនរងគ្រោះបែរជាតុលាការចាប់ខ្ញុំដាក់គុកទៅវិញនេះសូមបញ្ជាក់ឲ្យខ្ញុំថ្ងៃទី15នោះអត់បានទៅយកបំណងយកអីវាយជាបរិវត្តវាយសន្តិសុខដោយការចោទរបស់តុលាការនោះទេមានតែខ្ញុំនឹងហាមគាត់ថាអហិង្សាយុវជនពីររូបទៀតគឺសានកំហែងក៏ត្រូវចូលទៅបំភ្លឺដែរនៅថ្ងៃទី1ខែតុលាហើយលោកនាងសុខុនចូលទៅនៅថ្ងៃទី2ខែតុលាអ្នកទាំង3ត្រូវតុលាការចាប់ដាក់ពន្ធនាគារបណ្ដោះអាសន្នម្ដងរួចមកហើយកាលពីដើមខែសីហាកន្លងទៅហើយមេធាវីប្តឹងឧទ្ធរណ៍សុំនៅក្រៅឃុំហើយចុងបញ្ចប់សាលាឧទ្ធរណ៍ក៏សម្រេចដោះលែងពួកគេនោះវិញកាលពីថ្ងៃទី22ខែសីហាសាលាដំបងរាជធានីភ្នំពេញក៏ធ្លាប់បានកោះហៅសកម្មជនគណៈបកសង្គ្រោះជាតិ5នាក់ឲ្យចូលខ្លួនបំភ្លឺតាក់ទងទៅនឹងរឿងអំពើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី15កក្កដាដែរកាលពីចុងខែសីហាប៉ុន្តែមិនមានការចាប់ឃាត់ខ្លួនទេដោយគ្រាន់តែសម្រេចដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការបន្ទាប់ពីធ្វើការសាកសួររួចតាក់ទងទៅនឹងព្រឹត្តិការណ៍នៅឯសាលាដំបងរាជធានីភ្នំពេញនេះដែរចៅក្រមស៊ើបសួរនៃសាលាដំបងរាជធានីភ្នំពេញបានកោះហៅអ្នកបរិយាកីឡាជាដើមម្ដងឲ្យចូលខ្លួនទៅបំភ្លឺចំពោះករណីប្តឹងចោទមន្ត្រីអាជ្ញាធរខណ្ឌ7មករាពីបទប្រើហិង្សាដោយចេតនាទៅលើស្ត្រីមានផ្ទៃពោះចាស់ជរានិងកុមារនៅពេលដែលពួកគាត់ចូលទៅរស់នៅក្នុងអគារទី9ដែលក្រុមហ៊ុនរបស់អ្នកស្រីសុយសុផានកំពុងសាងសង់តំណាងស្ត្រីសហគមន៍បុរីកីឡាលោកស្រីឆៃកំហនបានថ្លែងនៅមុខអគារតុលាការបន្ទាប់ពីចៅក្រមសាកសួរនៅថ្ងៃទី30ខែកញ្ញាថាចៅក្រមស៊ើបសួរលោកតាំងសុនឡាយបានកោះហៅពួកគាត់ទាំង7នាក់ដើម្បីសាកសួរលើបណ្ដឹងដែលពួកគាត់បានប្តឹងចោទអាជ្ញាធរខណ្ឌ7មករាកាលពីថ្ងៃទី11ខែមិនិនាអ្នកស្រីបន្តថាពួកគាត់បានដាក់បញ្ចូលសាក្សីរស់បន្ថែមក្នុងសំណុំរឿងនេះក្រៅអំពីភស្តុតាងជាច្រើនដែលបានដាក់រួចហើយអ្នកស្រីសង្ឃឹមថាតុលាការនឹងមានចំណាត់ការដ៏ត្រឹមត្រូវប្រកបដោយយុត្តិធម៌ពេលនេះមើលទៅហាក់បីដូចជាមានចំណាត់ការល្អសម្រាប់ពួកយើងតែមិនមែនឲ្យល្អឥតខ្ចោះទេគឺគ្រាន់តែត្រឹម 10% អីតែប៉ុណ្ណោះឯងព្រោះពីមុនមកខាងព្រះរាជអាជ្ញាបានហៅពួកយើងទៅស៊ើបសួរបន្តមកទៀតឥឡូវបានដល់ចៅក្រមស៊ើបសួរទៀតអញ្ចឹងពួកយើងក៏សង្ឃឹមថាតុលាការនឹងកោះហៅចុងចោតទាំងអស់មកសួរដូចជាពួកយើងដែរអាជ្ញាធរខណ្ឌទាំង3រូបដែលអ្នកបរិយាកីឡាបានប្តឹងមានអភិបាលខណ្ឌ7មករាលោកសោមសុវណ្ណអភិបាលរងលោកលឹមសុភានិងប្រធានសន្តិសុខខណ្ឌលោកប្រាក់ហៈ
ការប្តឹងនេះបន្ទាប់ពីកងសន្តិសុខខណ្ឌ7មករាប្រមាណ30នាក់បានចុះបញ្ជាផ្ទាល់ដោយអភិបាលខណ្ឌនិងអភិបាលរងខណ្ឌរួមទាំងប្រធានសន្តិសុខបង្ក្រាបនិងបណ្តេញចេញក្រុមអ្នកបរិយាកីឡាដែលបានឡើងទៅរស់នៅអគារបរិយាកីឡាលេខ9កាលពីថ្ងៃទី14ខែកុម្ភៈដោយសារតែពួកគាត់មិនអាចរងចាំក្រុមហ៊ុនដោះស្រាយប្រគល់ជូនពួកគាត់ចាលោកនាងស្ដាប់ជាទីមេត្រីលោកនាងទើបតែបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយនាងខ្ញុំខែសុណងចាជាបន្តទៅនេះសូមអញ្ជើញអស់លោកនាងរងចាំស្ដាប់នេតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅក្នុងការផ្សាយជាបន្តទៅនេះសូមអញ្ជើញអស់លោកនាងស្ដាប់នេតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីក្រោមប្រធានបទស្ដីអំពីសារៈសំខាន់នៃការថែរក្សាតំបន់ស្ទឹងអរ៉ែងខេត្តកោះកុងចាលោកនាងអាចចូលរួមផ្ដល់យោបល់ឬសួរវិក្កាមកិត្តិយសរបស់នេតិយើងដោយផ្ទាល់តាមរយៈការហៅមកកាន់លេខទូរស័ព្ទ012 811 911លេខ011 611 711និងលេខ023 211 804ចាលោកនាងក៏អាចផ្ញើជាសំណួរមកកាន់កម្មវិធីយើងទាំងមុននិងក្នុងពេលកំពុងផ្សាយតាមរយៈអ៊ីមែល ask@rfa.org ក្រៅពីស្ដាប់សំឡេងតាមវិទ្យុលោកនាងក៏អាចទស្សនាជាវីដេអូតាមអ៊ីនធឺណិតដែរចាសូមលោកនាងចូលទៅកាន់គេហទំព័រ www.rfa.org/ ខ្មែររួចចុចនៅលើពាក្យថាផ្សាយផ្ទាល់វេទិកាអ្នកស្ដាប់នៅខាងស្ដាំទំព័រដើម្បីទស្សនាវីដេអូផ្សាយផ្ទាល់នៃកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីចាកម្មវិធីនេះសម្របសម្រួលដោយលោកសេកបណ្ឌិតវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទសូមជម្រាបសួរអស់លោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់ជាទីគោរពរាប់អានខ្ញុំបាទសេកបណ្ឌិតសូមស្វាគមន៍ចំពោះការវិលត្រឡប់មកកាន់កម្មវិធីវេទិកាអ្នកស្ដាប់របស់វិទ្យុអាស៊ីសេរីជាថ្មីនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះដោយអ្នកស្រីខែសុកណងបានជម្រាបហើយថាវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃអង្គារនេះគឺពិភាក្សាអំពីសារៈសំខាន់នៃការអភិរក្សតំបន់ស្ទឹងអរ៉ែងនៅខេត្តកោះកុងបាទហើយកិច្ចពិភាក្សានេះគឺស្របពេលដែលតំបន់អរ៉ែងនេះកំពុងតែប្រឈមនឹងគម្រាមកំហែងដោយគម្រោងសាងសង់ទំនប់វារីអគ្គិសនីរបស់រដ្ឋាភិបាលនិងក្រុមហ៊ុនចិនស៊ីណូហៃដ្រូបាទវាគ្មិនកិត្តិយសដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សានៅក្នុងរាត្រីនេះមាន3រូបមានអាយដាមយឹមសវណ្ណលោកជាសមាជិកសភាតំណាងរាស្ត្រមណ្ឌលភ្នំពេញហើយលោកអាឡិចជាជនជាតិអេស្ប៉ាញប៉ុន្តែលោកចេះនិយាយភាសាខ្មែរច្បាស់ជាប្រធានចលនាមេដាធម្មជាតិដែលលោកជាសកម្មជនមួយរូបឆ្នាំនៅក្នុងការតស៊ូមតិដើម្បីការពារបរិស្ថាននៅក្នុងតំបន់អរ៉ៃនោះហើយវាគ្មានមួយរូបទៀតគឺលោកស្រីហមហេងលោកស្រីជាតំណាងប្រជាសហគមន៍នៅតំបន់អរ៉ែងដែលលោកស្រីបានអញ្ជើញមកដល់បន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរីនៅក្នុងរាត្រីនេះបាទសូមជម្រាបសួរលោកខ្ញុំទាំង3រូបបាទលោកស្រីហមហេងបានធ្វើដំណើរពីអរ៉ែងមកផ្ទាល់តែម្ដងឬមួយក៏ស្នាក់នៅភ្នំពេញនេះប្រហែលថ្ងៃហើយបាទចាខ្ញុំមកពីស្ទឹងរែងតាំងពីម្សិលមិញថ្នាក់បាន2យប់ហើយបាទ2យប់ហើយចាបាទផ្លូវទៅកាន់អរ៉ែងប្រហែលឆ្នាំចុងក្រោយនេះនៅតែលំបាកដដែលឬមួយក៏មានការកែប្រែអីស្រួលហើយបន្តិចទៅហើយបាទខ្ញុំថាឡូតដែលលឺដើមទៅទៀតពិបាកយ៉ាងមុនទៅទៀតចាប្រដាច់គ្រប់លែងទឹកបុកបាទចាកាលធ្វើស្ពានដល់នេះដល់គេធ្វើខ្នល់លើក្រួយនេះវាឈូសអស់ជើតាមអូនគេលុបឌីបាទអរគុណលោកនាងកញ្ញាជាទីមេត្រីតំបន់ស្ទឹងអរ៉ែងស្ថិតនៅក្នុងជលងភ្នំចម្ងាយពីទីរួមខេត្តប្រមាណជា90គីឡូម៉ែត្រហើយតំបន់នេះត្រូវធ្វើដំណើរពីទីរួមខេត្តឲ្យឆ្លងកាត់តាមស្រុកថ្មបាំងពីទីរួមខេត្តទៅហើយតាមមន្ត្រីក្រសួងឧស្សាហកម្មរ៉ែនិងធម្មពលក្រសួងរ៉ែនិងធម្មពលបានដឹងថាតំបន់នោះមានការសាងសង់វារីអគ្គិសនី
ហើយអាចទាញយកបាននៅធម្មពលភ្លើងប្រមាណជាង100គីឡូវ៉ាត់ប៉ុន្តែបានអាងថាមានផលប៉ះពាល់ទៅដល់អ្នកភូមិជាជនជាតិជងប្រមាណជា3ឃុំគឺឃុំជំនាប់ឃុំបលាយនិងឃុំថ្មដូនពៅដែលមានផ្ទៃដីដែលអាចប៉ះពាល់នោះប្រមាណជាង 9000 ហិកតា ហើយសក្តានុពលនៅតំបន់នោះដែលខ្ញុំបានទៅដល់កាលពីជាង 2 ឆ្នាំមុនឃើញថានៅតំបន់នោះមានធម្មជាតិល្អណាស់ហើយក៏ប៉ុន្តែមានពិបាកធ្វើដំណើរទៅបន្តិចហើយប្រព័ន្ធទូរស័ព្ទអីក៏ពិបាកតាក់ទងគ្នាដែរមិនមានសេវាទូរស័ព្ទអីស្រួលតាក់ទងមកទីរួមខេត្តកោះកុងឬក៏មកភ្នំពេញដូចតំបន់ផ្សេងៗទេហើយខ្ញុំបានក៏ចាប់អារម្មណ៍ឃើញសត្វព្រៃជាច្រើនដែលផ្ទាល់គឺមានសត្វដំរីស្គីសម្បូរជាងគេជួនកាលមានដំរីចេញមកពីព្រៃមកបំផ្លាញឬមួយក៏មកដាក់កាត់ភូមិអ្នកស្រុកដូចជាប៉ះពាល់ដល់ដំណាំអំពៅដំណាំចម្ការរបស់អ្នកស្រុកម្ដងម្កាលដែរតាមអ្នកភូមិបានខ្ញុំបានដឹងហើយនឹងបានជួបម្ដងម្កាលដែរនៅពេលដែលខ្ញុំបានចុះទៅស្រាវជ្រាវនៅតំបន់អារ៉ែងនោះកាលពីប្រហែលជា 2 ឆ្នាំមុននេះហើយកាលពីហ្នឹងក៏ខ្ញុំបានឃើញមានសត្វកពើភ្នំដែលជាសត្វព្រៃដ៏កម្រមួយហើយមានតិចណាស់ដែលនៅក្នុងពិភពលោកដែលត្រូវមានវត្តមានសត្វកពើភ្នំនៅក្នុងព្រៃហ្នឹងហើយក្រៅពីហ្នឹងក៏ខ្ញុំបានចាប់អារម្មណ៍ទៅសត្វត្រីងៀកដែលក៏ជាសត្វដែលកម្រមានហើយមានតម្លៃហើយមាននៅកម្ពុជាជាងបើខ្ញុំតាមការសិក្សាស្រាវជ្រាវក៏ខ្ញុំដើរសពទីកន្លែងដូចមានតែទៅក្នុងចន្លងភ្នំស្ទឹងអារ៉ៃនេះទេដែលមានត្រីងៀកបាទហើយដូចលោកស្រីហមហេកបានលើកអបាញ់មិញអញ្ចឹងផ្លូវចូលទៅកាន់តំបន់នោះពិបាកណាស់มันមានផ្លូវអីចូលស្រួលបួលទេមានដាច់ឆ្លងកាត់ស្ទឹងកាត់អីអញ្ចឹងជាដើមមុននឹងចូលដល់កិច្ចពិភាក្សាស៊ីជម្រៅទៅលើការជជែកអំពីបញ្ហាការអភិរក្សធនធានធម្មជាតិនៅតំបន់អារ៉ែងនិងការសាងសង់ទំនប់វារីអគ្គិសនីខ្ញុំបាទសូមឲ្យអាលិចមានឱកាសឆ្លើយតបបន្តិចទៅនឹងការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងអារ៉ែនិងធម្មពលលោកអ៊ិតហ្វ្រាំងដែលលោកវណ្ណវិចារបានរាយការណ៍មិញនេះថាអង្គការចលនាលោកអាលិចហ្នឹងថាមានការរាយការណ៍បំភ្លឺការពិតនៅផលប៉ះពាល់ហើយពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីនៅអារ៉ៃនោះនៃគម្រោងហ្នឹងហើយបានប្រម៉ែប្រមូលប្រជាពលរដ្ឋឲ្យមកចូលរួមតវ៉ាដើម្បីទទួលបានផលចំណេញបានជំនួយពីម្ចាស់ជំនួយនៅបរទេសតើអាលិចមានការឆ្លើយតបយ៉ាងម៉េចដែរចំពោះការលើកឡើងរបស់លោកអ៊ិតប្រាំងបាទសូមជម្រាបបាទជំរាបសួរខ្ញុំអាចឆ្លើយបានដោយស្រួលខ្ញុំគិតថាមេដាធម្មជាតិមិនដែលបំផោងផលប៉ះពាល់ដោយសារវិរិយអគ្គិសនីនឹងមានតែក្រសួងរាយធម្មពលដែលបំផោងធម្មពលដែលបានពីវិរិយអគ្គិសនីដំបូងគេថា108មេហ្គាវ៉ាត់ប៉ុន្តែព្រឹកមិញគេចាប់ផ្ដើមនិយាយថាឥឡូវឡើងរហូតដល់180មេហ្គាវ៉ាត់ទី2ទៅទៀតគាត់និយាយថាបើសិនបើតួវិរិយអគ្គិសនីលេខមិនមែន 20000 ហិកតាឥឡូវលេខ 10000 ហិកតាឯងប៉ុន្តែយើងមានឯកសារឲ្យបញ្ជាក់ 100% ថាមិនមែនប៉ះពាល់ត្រឹមអាកន្លែងដែលមានអាំងស្តុកទេវាប៉ះពាល់ខាងក្រោយទំនប់ទៀតអាកន្លែងដែលទួលឌីណាម៉ូឆ្ងាយពីទំនប់ហើយជា25គីឡូបាទហើយនឹងចំនួនទី2តាមម្ចាស់មេដាធម្មជាតិបានអូសទាញប្រជាជនមកបិទផ្លូវដើម្បីអូសទាញលុយពីម្ចាស់ជំនួយអាហ្នឹងខ្ញុំមិនដឹងឆ្លើយថាម៉េចទេវាគួរឲ្យអស់សំណោចសួរថាម្ចាស់មេដាធម្មជាតិមានម្ចាស់ជំនួយអ្នកណាជាម្ចាស់ជំនួយរបស់ម្ចាស់របស់មេដាធម្មជាតិគឺជនជាតិខ្មែរម្ចាស់ជំនួយរបស់យើងនឹងគឺមិនមែនជាទូតអាមេរិកមិនមែនជាទូតជប៉ុនឬក៏មិនមែនជាមូលនិធិធំៗទេខ្មែរគ្នាឯងដែលរស់ក្នុងប្រទេសហើយនឹងខ្មែរដែលរស់ក្រៅប្រទេសដែលកំពុងតែរៃអង្គាសលុយម្នាក់$10ម្នាក់$20ហ្នឹងផ្ញើលុយឲ្យយើងដើម្បីមកការពារទ្រព្យសម្បត្តិជាតិហើយនៅខ្ញុំខ្លួនឯងផ្ទាល់បង្កើតអង្គការមួយឆ្នាំកន្លះមុនយើងមានគោលការណ៍មួយគឺមេដាធម្មជាតិអត់មានប្រាក់ខែទេបាទអញ្ចឹងអ្នកដែលធ្វើការក្នុងមេដាធម្មជាតិគឺអត់មានប្រាក់ខែទេហើយនឹងសិតតែយើងចំណាយលុយខ្លួនឯងទាំងអស់មិនដូចមន្ត្រីរាជការមួយចំនួននៅក្នុងក្រសួងរាយធម្មពលទេដែល
và khai mình đó bay rồi lá buôn rồi lá bằng tay à bây giờ nhom thấp cà phê nơi cà phê có xuống ra tham bớt khơi trả lan sao tham phơi mơn sam mơn là xua thay ban lôi một cái ná bản tình lan mà phơi mơn là bà chẳng nhom xong bạn để sai thằng xong bàn tay nhom ọt khăng môi có xuống ra tham bớtเลยcó xuống ra tham bớt nứng trời khnia môi có món xin hay đóตัวลอยตีเกหาหอยปนใต้เปลือกชาขมายมีนชับขมายมีนในเทวิธีม้วนหนึ่งตัวบริกิสนี้ตอลแต่สุพีอนุมัติตอลแต่จอบการศึกษาจังเราคิดโจรหาหอยอันนั้นจับรำเล็กทะเลาะไปเลยจีกับไปจังยังเป็นเป็นหลักขึ้นกระทรวงรายทำมาพลมีนปฏิกามีนสนับสนุนกระแสเจ้าแต่เลยยิงอันนั้นละอได้ใช่ก็ได้ใช่เป็นเชียร์ไทยที่กำปุงแต่เพยคลายបាទសូមអរគុណលេចខ្ញុំបាននិយាយទៅតំណាងប្រជាសហគមន៍នៅតំបន់អរ៉ៃវិញគឺលោកស្រីហមហេងកន្លងមកឃើញលោកស្រីចូលរួមយ៉ាងសកម្មដែរទាំងនៅតំបន់អរ៉ែងហើយពេលខ្លះឃើញឡើងមកភ្នំពេញដើម្បីធ្វើការតស៊ូមតិបង្ហាញចំហថាមិនចង់ឲ្យមានការអភិវឌ្ឍវារីគម្រោងវារីអគ្គិសនីនៅតំបន់ស្ទឹងអរ៉ែងនោះទេមានការថ្លឹងថ្លែងឃើញយ៉ាងដូចម្តេចខ្លះដែលបានរួមគ្នាជាពិសេសលោកស្រីផ្ទាល់បង្ហាញចំហមិនចង់ឲ្យមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីលិចឬក៏កើតមាននៅក្នុងតំបន់អរ៉ែងរបស់លោកស្រីនោះតែម្ដងបាទសូមជឿចាដូចនេះខ្ញុំសូមអធិប្បាយនៅក្នុងតំបន់ស្ទឹងអរ៉ែងនៃការប៉ះពាល់របស់នាងខ្ញុំនៅក្នុងសហគមន៍ជនជាតិការពិតទៅសំខាន់ទី1គឺខ្ញុំគិតថាធម្មជាតិជាមរតករបស់ជាជនជាតិខ្ញុំចាធម្មជាតិគឺព្រៃឈើចាហ្នឹងជាសំខាន់ទី1ព្រៃឈើដែលកលែងដែលយើងឆ្លាប់ការពារតាំងពីដើមមកដោយព្រៃរ៉ាក់ណាត់តាលោកស៊ីចាំងម៉ាំងបាត់ដែលខ្ញុំឆ្លាប់ទៅរស់នៅជាមួយគាត់តាំងពីដើមមកចាហើយទី2គឺជាដីស្រែដីចម្ការមរតករបស់ពីឪពុកពីម្ដាយខ្ញុំកាត់តាំងពីដើមមកកាត់ខំតស៊ូពុះពីទៅបីថាសង្គ្រាមប្រមាណសាបទៅកាត់អត់ដែលថាកាត់ចាក់ចេញឌីធ្លីរបស់គាត់ទេលំបីកាត់ថាទុកឲ្យកូនឲ្យចៅដល់មកពួកខ្ញុំចំនួនក្រួយនេះទៀតចាដូច្នេះគឺដូចមកពួកខ្ញុំបច្ចុប្បន្ននេះក៏យកដែរខ្ញុំគិតថាពួកខ្ញុំនៅកន្លែងនោះអត់មានថាចេះចំនួនជួញប្រែឬមករកការលុកដូរប្រកបអីផ្សេងដូចគេនៅតាមជាយក្រុងក៏អត់មានដែរខ្ញុំនៅជនបទគឺពឹងផ្អែកទៅលើធនធានធម្មជាតិតែម្ដងការរត់ចាធនធានការពិតទៅមួយឆ្នាំខ្ញុំប្រមូលតែធនធានធម្មជាតិដែលអាចថាយកមកចិញ្ចឹមជីវិតចិញ្ចឹមគ្រួសារមិនតែខ្ញុំតែគឺទូទៅចាទូទៅទាំង3ឃុំក្នុងសហគមន៍តែពាក់តិចណាស់ដែលអាចថារកស៊ីក្រៅពេលចារកស៊ីក្រៅពេលដែលធនធានធម្មជាតិទៅបេគេចំនួនចុញប្រែក៏វាទៅចាស់មិនរយនឹងធនធាននេះចាដូចជាឆ្នាំមុនឬក៏ដូចជាឆ្នាំនេះរាំងធនធានគឺមានផ្លែបដោគោកវាញគេទិញហើយដើមផ្លែប្រមាត់មនុស្សហើយក្រៅប៉ុណ្ណោះទៀតគឺមានត្រីសត្វគ្រប់ប្រភេទកលែងនោះហើយដែលខ្ញុំខំការពីអាការពិតទៅកលែងណាក៏ខ្ញុំមិនចង់នៅដែលទោះបីថាសម្បូរសបាយមិនក៏ខ្ញុំអត់ដូចថាដូចកលែងខ្ញុំទេកលែងខ្ញុំមានគ្រប់ប្រភេទទី1បើសត្វក្នុងទឹកដែលសត្វដែលកម្រគឺកពើចាកពើភ្នំទី2គឺត្រីនាគចានឹងសត្វក្នុងទឹកដែលកម្រហ្មងចាបើត្រីក្រៅពីនោះគឺគ្រប់ប្រភេទវាជាធម្មតាទេណាចាមានសេតពីរប្រភេទណាគឺតាមឈ្មោះវាប៉ុន្តែបើលើគោកនៅក្នុងព្រៃគឺតម្រៃខ្លាពង្រូលចានឹងដែលសត្វដែលតិចចាដែលអាចថាកូនតិចមានខ្លាខ្មុំខ្លាធំចាបាទហើយក្រៅពីនោះដូចជាជ្រូកព្រឹសអីហ្នឹងវាជាធម្មតាទេបាទចាឃើញថាមានសក្តានុពលច្រើនណាស់ទៅលើធនធានធម្មជាតិហើយបានបំរើទៅលើជីវភាព
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះច្រើនចំនួនមកហើយក៏ប៉ុន្តែការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលបានបង្ហាញឲ្យតាមសេចក្តីរាយការណ៍របស់លោកវណ្ណវិចារពីខាងដើមមុននេះបន្តិចហ្នឹងថាគេនឹងមានគម្រោងរដ្ឋាភិបាលមានគម្រោងដាំដើមឈើឡើងវិញមានគម្រោងថាទាញយកវិរិយអគ្គិសនីពីស្ទឹងអរ៉ែងពីតំបន់ព្រៃភ្នំនេះដើម្បីអភិវឌ្ឍតំបន់នោះឲ្យប្រជាពលរដ្ឋហ្នឹងមានការរស់នៅដោយសមរម្យមានសេចក្តីថ្លៃថ្នូរដែលរកចំណូលបានដែលរំពឹងថាលើសពីអ្វីដែលទទួលបាននៅពេលបច្ចុប្បន្ននេះប៉ុន្តែលោកស្រីផ្ទាល់មានក្តីរំពឹងដោយការបញ្យល់ប្រាប់លើកបង្ហាញរបស់មន្ត្រីរដ្ឋាភិបាលឬក៏យ៉ាងណាដែរការពិតទៅរាំងថាដាំព្រៃឈើចំនួនគឺខ្ញុំអត់ចង់បានទេការពិតគឺរាំងថាដូចឈើបច្ចុប្បន្ននេះខ្ញុំឃើញនៅរតនគិរីពីនៅកន្លែងណាដែលអភិវឌ្ឍមានអ្នកដើមក៏ស៊ូព្រីងខ្យល់ជាឈើនោះគឺចំនួនចំពោះដែលនៅក្នុងសហគមន៍ខ្ញុំគឺអត់ចង់បានទេការពិតខ្ញុំត្រូវការគឺធម្មជាតិសុទ្ធសាធព្រៃឈើសុទ្ធសាធហ្មងចាដូចជាកញូងថ្នងក៏ដើមក៏គេក៏គីឈីតាល់ចាដើមឈីតាល់ខ្ញុំទៅដើមមករាំងទឹករាំងភ្លើងគឺខ្ញុំអត់ទេពងប្រាថ្នាយកទេតាំងពីដើមមកខ្ញុំគិតថាខ្ញុំនិយាយជាមួយរដ្ឋាភិបាលថាខ្ញុំអត់ចង់បានទេទាំងអស់អភិវឌ្ឍភ្លើងណាភ្លូខ្ញុំពីដើមខ្ញុំដើរជាសម្រីដើរភ្លូតែប៉ុណ្ណេះទេសម្រីដើររួចមនុស្សដើររួចមិនទៅកើតហើយមិនដេកបានភ្លើងតែកាប់នៅចារដុតធ្វើចន្លោះញាប់ប៉ុនក៏ដីហើយក៏បាត់ឡៃគឺអានោះជារបស់ខ្លួនខ្ញុំគឺស្បាយចិត្តនឹងការខ្ញុំរកស៊ីដោយរបៀបនោះខ្ញុំអត់ចង់ថាអូមានភ្លូមានភ្លើងមានគ្រប់មុខខ្ញុំអត់ចង់បានទេបាទចាអរគុណណាស់ហើយខ្ញុំងាកទៅលោកអាលិចវិញម្ដងទៀតអាលិចក៏ជាសកម្មជនលើឆ្នាំមួយរូបដែរនៅដែលជាប្រធានចលនាមេដាធម្មជាតិយល់ឃើញយ៉ាងម៉េចដែររវាងការអភិរក្សធនធានធម្មជាតិនៅតំបន់នោះនិងការស្ថាបនានៅទំនប់វារីអគ្គិសនីនឹងមានផលចំណេញនឹងមានខាតប្រព័ន្ធម៉ានដែរបើសិនជាគម្រោងវារីអគ្គិសនីត្រូវបានដំណើរការនៅតំបន់នោះបាទខ្ញុំសូមបញ្ជាក់ថាគោលចំហរបស់មេដាធម្មជាតិគឺទទួលស្គាល់ថាប្រទេសកម្ពុជាត្រូវតែអភិវឌ្ឍវិស័យធម្មពលបាទត្រូវតែកាត់បន្ថយការប្រើប្រាស់ភ្លើងពីប្រទេសវៀតណាមនិងប្រទេសថៃអាហ្នឹងខ្ញុំទទួលស្គាល់ 100% ឯពេលណាដែលក្រសួងរាយធម្មពលថាមេដាធម្មជាតិកំពុងតែប្រឆាំងនឹងការអភិវឌ្ឍគឺមិនមែនការប៉ັດទេព្រោះសំបីតែខ្ញុំរងឯនោះក៏ប្រើភ្លើងឯងប៉ុន្តែខ្ញុំឃើញប្រទេសចិនប្រទេសឥណ្ឌាប្រទេសអូស្ត្រាលីប្រទេសអាមេរិកពេញសកលលោកកំពុងតែមានបដិវត្តមួយបដិវត្តគឺឈប់ប្រើប្រាស់អគ្គិសនីពីធម្មពលមួយចំនួនដូចជាខ្យងដូចជានូក្លេអ៊ែរដូចជាវិរិយអគ្គិសនីចាប់ផ្ដើមកាត់បន្ថយខ្លាំងមែនទែនមកចាប់ផ្ដើមអភិវឌ្ឍផ្ទាំងសូឡានិងខ្យល់វិញបាទដូចជាខ្ញុំដាក់ឧទាហរណ៍ជាក់ស្ដែងខ្ញុំទំឃើញឯកសារមិញគួរឲ្យបញ្ជាក់ប្រទេសចិនឆ្នាំ2013បង្កើតភ្លើងពីផ្ទាំងសូឡា 12000 មេហ្គាវ៉ាត់ស្មើនឹងអរ៉ែង120ដងនៅឥណ្ឌា 10000 មេហ្គាវ៉ាត់ស្មើនឹងអរ៉ែង100ដងហើយនឹងមិនមែនតែប្រទេសឥណ្ឌាប្រទេសចិនទេសូម្បីតែប្រទេសវៀតណាមប្រទេសភូមាប្រទេសជាច្រើនដែលកំពុងតែស្វែងរកប្រភពធម្មពលផ្សេងកុំពឹងផ្អែកទៅលើធម្មពលណាដែលប៉ះពាល់ទៅលើសត្វកម្រឬក៏ប៉ះពាល់ទៅលើប្រជាជនដែលរស់នៅតំបន់មូលដ្ឋានហើយនឹងយើងឃើញថាខ្ញុំមានឯកសារនៅទល់មុខខ្ញុំសិតតែសរសេរដោយបណ្ឌិតជនជាតិបរទេសមិនមែនខ្ញុំអ្នកសរសេរណាមិនមែនមេដាសមជាតិសរសេរខ្ញុំសម្បត្តិឋានៈទី12ក៏អត់មានទេបញ្ជាក់ពីផលប៉ះពាល់មិនមែនដោយក្រសួងរាយធម្មពលបាននិយាយឬក៏មិនមែនដោយក្រុមហ៊ុនសាវ៉ា SVK និយាយទេគេនិយាយត្រឹម 10% ទេអត់និយាយពី90% ដែលអត់សល់ទេខ្ញុំមានឯកសារឡើងបញ្ជាក់ច្បាស់ 100% ទេផលប៉ះពាល់នៃវិរិយអគ្គិសនីអរ៉ែងគឺមហាសែនធ្ងន់ធ្ងរព្រៃឈើចុងក្រោយជាកន្លែងចុងក្រោយដែលខ្មែរជនជាតិខ្មែររស់នៅដោយពឹងផ្អែកទៅលើផលនិងអនុផលព្រៃឈើកន្លែងផ្សេងខ្ទេចអស់ហើយសល់តែប៉ុណ្្នឹងទេជាងយើងថ្លែងរវាងផលប៉ះពាល់និងផលចំណេញឃើញផលចំណេញគឺ100មេហ្គាវ៉ាត់ឥឡូវបំផោងរហូតដល់180
សួរថាបានណាលេងនឹងមកពីណាអត់ដឹងទេពួកខ្ញុំមានឯកសារតែបញ្ជាក់ថា108 មេហ្គាវ៉ាត់ទេហើយហ្នឹង108 មេហ្គាវ៉ាត់ហ្នឹងគឺមិនមែនជាមធ្យមទេអាហ្នឹងជា maximum យ៉ាងច្រើនបំផុតទេពេលរដូវវស្សាអាចរហូតដល់108ប៉ុន្តែអាពេលរដូវប្រាំងគឺធ្លាក់ដល់60ឬក៏អត់មានភ្លើងតែម្ដងទេលេខព្រៃពី10000ទៅ20000ហិកតាទួរួមក្រំដីរហូតដល់25គីឡូបកគោលភ្លើងផ្លូវចេញចូលប៉ះពាល់គឺធ្ងន់ធ្ងរហើយហ្នឹងមិនមែនមានតែប៉ះពាល់ហ្នឹងទេដូចយើងឃើញវិរិយអគ្គិសនីអតៃរស័យជ្រុំឃើញថាមានក្រុមហ៊ុនមួយចំនួនជាពិសេសក្រុមហ៊ុនទ្រីភិប Timagrin ដែលជាក្រុមហ៊ុនដែលមានសិទ្ធិដែលទទួលអាជ្ញាប័ណ្ណសម្អាតអង្គស្តុកយកអាជ្ញាប័ណ្ណមករោឈើកញ្ញូងនាងនួនបេងហ្នឹងពេញព្រៃយកឈើពីកន្លែងនោះបានថាព្រៃឈើនឹងស្រុកច្បាប់ទេដោយសារយកពីកន្លែងអង្គស្តុកទេតែប៉ុតវាគ្មានយកពីឆ្ងាយពីអង្គស្តុកនោះ100គីឡូទៅរោវលមៀតទៅរោផលនឹងអនុផលព្រៃឈើអាហ្នឹងជាផលប៉ះពាល់មួយដែលក្រសួងរាយធម្មពលអត់បាននិយាយទេបាទខ្ញុំឃើញខ្លួនឯងតល2ឆ្នាំមុនខ្ញុំចូលព្រៃសម័យគេបាញ់សម្រាប់ជលវិធីជាវិរៈបរោជនជាតិខ្មែរបើជាជនដែលរស់នៅក្នុងព្រៃរាប់ពាន់នាក់កំពុងតែរោឈើកញ្ញូងសួរថាមិនអត់ខ្លាចគេចាប់ទេគេថាអត់ចាប់ទេអាហ្នឹងរបស់ក្រុមហ៊ុនតាគេរៀបចំមកបណ្ដាញឲ្យស្រួលអត់ឲ្យចាប់ទេឲ្យតែលក់ឲ្យក្រុមហ៊ុនអាហ្នឹងជាផលប៉ះពាល់មួយដែលក្រសួងរាយធម្មពលអត់បាននិយាយផងហើយហ្នឹងយើងមានឯកសារតែបញ្ជាក់ 100% ទេមិនមែនមានតែមាត់ទេមួយទៀតកំពុងតែបូមខ្សាច់តាមព្រេងសំទុះនៅតតៃនៅកោះប៉ោនៅអរ៉ែងខាងក្រោមសួរថាបូមខ្សាច់ហ្នឹងមានពាក់ព័ន្ធនឹងសាងសង់វិរិយអគ្គិសនីអត់វាច្បាស់តែពាក់ព័ន្ធប៉ុន្តែក្រសួងរាយធម្មពលអត់បាននិយាយបាទប៉ុន្តែខ្ញុំដូចបាននិយាយមិញខ្ញុំអត់ខឹងអត់មើងងាយក្រសួងរាយធម្មពលខ្ញុំគិតថាក្រសួងរាយធម្មពលគាត់តែបង្វេងតាមអំណាចបង្វេងតាមលុយរបស់ស៊ីណូហៃដ្រូខ្ញុំមានតែណិតចោះពេលណាក្រសួងរាយធម្មពលទៅអរ៉ែងទៅមើលទេសភាពដល់ស្អាតជាងគេច្បាស់តែនឹងលងស្នេហ៍នឹងតំបន់អរ៉ែងច្បាស់តែនឹងខ្លាយទៅជាសកម្មជនព្រៃឈើជាមួយយើងបាទអរគុណខ្ញុំបាទសូមជាមួយឥឡូវតែប៉ុណ្្នឹងសិនព្រោះមកជួបគ្នាក្រោយទៀតខ្ញុំបាទសូមមុននឹងទទួលទូរស័ព្ទពីលោកអ្នកស្ដាប់ខ្ញុំបាទសូមងាកមកអាឡំយឹមសវណ្ណលោកជាសមាជិកសភានិងជាតំណាងរាស្ត្រមកពីគណៈបកសង្គ្រោះជាតិបានស្ដាប់ការរៀបរាប់របស់សកម្មជនការពារបរិស្ថានអាឡិចដែលជាប្រធានចលនាមេដាធម្មជាតិនិងតំណាងប្រជាសហគមន៍នៅតំបន់អរ៉ែងហើយនឹងការពន្យល់បកស្រាយរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលនៃក្រសួងរាយនឹងធម្មពលអាយដាមយល់យ៉ាងម៉េចដែរចំពោះករណីការដាក់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅស្ទឹងអរ៉ែងខេត្តកោះកុងនេះបាទសូមជ័យដល់ខ្ញុំបានឃើញបានស្ដាប់ករណីមិនមែនតែករណីមួយករណីច្រើនដែលអភិវឌ្ឍទៅប៉ះពាល់ទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋប៉ះពាល់ទៅដល់បរិស្ថានបំផ្លាញព្រៃឈើបំផ្លាញធនធានធម្មជាតិហើយដែលអ្នកដែលចូលរួមពាក់ព័ន្ធនៅក្នុងការអភិវឌ្ឍនោះគិតគូរតែពីប្រាក់ចំណេញហើយនឹងប្រាក់ពុករលួយតែប៉ុណ្ណោះបាទនៅក្នុងករណីគម្រោងអភិវឌ្ឍវារីអគ្គិសនីនៅអរ៉ែងនេះខ្ញុំគ្រាន់តែសុំឲ្យរដ្ឋាភិបាលនឹងធ្វើការសិក្សាឲ្យបានល្អិតល្អន់ទាំងការបច្ចេកទេសទាំងផលប៉ះពាល់ទាំងផលចំណេញតើយើងថ្លឹងថ្លែងរបៀបយ៉ាងម៉េចហើយយើងសំធ្វើសេចក្តីសម្រេចជាចុងក្រោយប៉ុន្តែការដែលគាត់ធ្វើការសិក្សាផលប៉ះពាល់ក្តីពីបច្ចេកទេសក្តីគឺធ្វើឡើងដោយស្ងាត់ស្ងៀមដោយគ្មានយើងក៏មិនដឹងថាក្រុមហ៊ុននឹងក្រុមហ៊ុនឯករាជ្យក្រុមហ៊ុនពីណាមកចេញរបាយការណ៍នឹងតាមរបៀបណាអ្នកណាជាអ្នកអះអាងអ្នកណាជាអ្នកដែលសម្រេចហើយរបាយការណ៍នឹងពិតប្រាកដមិនពិតប្រាកដអត់មានអ្នកណាដឹងទាំងអស់ឬសូតែក្រសួងរាយធម្មពលនិយាយក៏ប៉ុន្តែបើស្ដាប់ភាគីដែលពាក់ព័ន្ធសហគមន៍ស្ដាប់បងប្អូនប្រជាពលរដ្ឋឃើញថាផលប៉ះពាល់ធំណាស់ដូច្នេះខ្ញុំស្នើឲ្យរដ្ឋាភិបាលត្រូវតែសិក្សាឲ្យបានច្បាស់លាស់ឲ្យគោរពគោលការណ៍2ទី1គោលការណ៍តម្លាភាពគឺថាធ្វើអ្វីក៏ដោយលាតត្រដាងការពិតផ្សព្វផ្សាយការពិតហើយអញ្ជើញភាគីទាំងអស់ចូលរួមពាក់ព័ន្ធដើម្បីឲ្យគេបញ្ចេញមតិទាំងសហគមន៍ទាំងបងប្អូនប្រជាពលរដ្ឋទាំងអង្គការសង្គមស៊ីវិលទាំងអង្គការអន្តរជាតិហើយសូមឲ្យបញ្ចេញមកថាឈ្មោះអ្នកដែលធ្វើការសិក្សានឹងឈ្មោះក្រុមហ៊ុននឹងជាក្រុមហ៊ុនណាតើមានគេឈ្មោះនៅក្នុងអន្តរជាតិទេតែធ្វើការបំរើឲ្យផលប្រយោជន៍សកលលោកផលប្រយោជន៍ប្រទេសជាតិទេយើងចង់ដឹងអំពីបញ្ហាហ្នឹង
ហើយគោលការណ៍ទី2គឺគោលការណ៍លទ្ធិប្រជាធិបតេយ្យត្រូវសួរយោបល់អ្នកពាក់ព័ន្ធបាទត្រូវសួរយោបល់ទៅពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលមិនមែនចេះតែធ្វើអ្វីតាមទៅអំពើចិត្តរួចដូចករណីខ្ញុំឮសូច្រើនហើយបានឃើញទៀតបកគលលីសង់កាប់ឈើទៅក្នុងតំបន់អវិរិយអគ្គិសនីទេក៏ប៉ុន្តែវាការកាប់ឈើខ្ញុំឃើញផ្ទាល់នៅភ្នែកតំបន់វិរិយអគ្គិសនីនៅពោធិ៍សាត់ទៅកាប់ឈើដល់កំពង់ឆ្នាំងនៅកំពង់ឆ្នាំងទៅកាប់ឈើដល់ពោធិ៍សាត់ធ្លាយទៅដល់បាត់ដំបងទៀតហើយក្រុមហ៊ុនទ្រីភាពនឹងឃើញកាប់ទៅអញ្ចឹងហើយគ្មានអាណាធិបតេយ្យដឹកឈើមកតិចខ្ទីខ្នល់តាមផ្លូវគឺមានផលប៉ះពាល់ធ្ងន់ធ្ងរដូច្នេះការសិក្សាខ្ញុំឥឡូវជំហានទី1គឺថាត្រូវតែសិក្សាឲ្យបានច្បាស់លាស់ឥឡូវចេញរបាយការណ៍មកជំរងចម្រាស់គ្នាក្រសួងថាសិក្សាអត់ទាន់ចប់ទេណាមិនទាន់មានអីសម្រេចទេប៉ុន្តែនៅក្នុងគេហទំព័ររបស់ក្រុមហ៊ុន Sino Hydro គាត់ថាគាត់នឹងចាប់ផ្ដើមសាងសង់គាត់ថាដឹកសម្ភារៈដឹកអីចូលហើយគាត់ថាចាប់ផ្ដើមសាងសង់ប៉ុន្តែឥឡូវនេះរបាយការណ៍យ៉ាងម៉េចខ្ញុំចង់ដឹងចង់ឲ្យក្រសួងធម្មប្រែនិងធម្មពលនឹងប្រាប់ប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ពីរឿងបញ្ហាហ្នឹងកុំមានរបាយការណ៍ចេញមកជំរងចម្រាស់គ្នាអញ្ចឹងមិនដឹងជាមួយណាទេដូច្នេះសូមគោលជំហររបស់គណៈបក្សសង្គ្រោះជាតិសូមផ្អាកគម្រោងនឹងបណ្ដោះអាសន្នសិនហើយធ្វើការសិក្សាឲ្យបានល្អិតល្អន់ផលប៉ះពាល់ទាំងបច្ចេកទេសទាំងអីទាំងអស់សូមអញ្ជើញឲ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើម៉េចឲ្យការសិក្សានឹងគោរពគោលការណ៍តម្លាភាពហើយនិងគោលការណ៍លទ្ធិប្រជាធិបតេយ្យបាទសូមអរគុណអាយដាមខ្ញុំមានសំណួរមួយទៅអាយដាមមុននឹងជូនទៅលោកអ្នកស្ដាប់ដែលបានទូរស័ព្ទចូលមកកាន់កម្មវិធីយើងបើសិនជាប្រជាពលរដ្ឋឬក៏អង្គការសង្គមស៊ីវិលមជ្ឈដ្ឋានផ្សេងគេធ្វើការសិក្សាស្រាវជ្រាវឲ្យផ្ទាល់ឃើញថាតំបន់អរ៉ៃនេះមានផលប៉ះពាល់ធ្ងន់ធ្ងរបើសិនជាមានការសាងសង់ទំនប់វារីអគ្គិសនីនិងបំផ្លាញធ្ងន់ធ្ងរទៅដល់បរិស្ថានធនធានធម្មជាតិនៅតំបន់នោះតើក្នុងនាមអាយដាមជាសមាជិកសភាតើអាយដាមមានសិទ្ធិអំណាចអីមាននីតិវិធីអីខ្លះទេក្នុងការចូលរួមការពារតំបន់ស្ទឹងអរ៉ៃនោះឲ្យគេចផុតពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅខេត្តខាងមុខនោះបាទសេចក្តីសម្រេចចុងក្រោយជាសេចក្តីសម្រេចរបស់គណៈបកកណ្ដាលអំណាចគឺគណៈបកប្រជាជនគណៈបកសង្គ្រោះជាតិគឺជាយន្តការមួយណាដើម្បីជំរុញឲ្យរដ្ឋាភិបាលនឹងគោរពឆន្ទៈរបស់ប្រជាពលរដ្ឋយើងចូលរួមចំណែកនៅក្នុងការត្រួតពិនិត្យមើលផលប៉ះពាល់បើយើងសិក្សាទៅឃើញថាផលប៉ះពាល់វាខាតជាងផលវាខាតច្រើនវាប៉ះពាល់ធ្ងន់ធ្ងរទៅដល់ព្រៃចុងក្រោយរាប់ម៉ឺនហិកតាវាប៉ះពាល់ទៅដល់បរិស្ថានប៉ះពាល់ទៅដល់សត្វព្រៃដែលមានតម្លៃស៊ើបទៅកាត់ថ្លៃមិនបានដែលសកលលោកគ្មានហើយជាពិសេសទៅទៀតគឺប៉ះពាល់ទៅដល់សិទ្ធិប្រជាពលរដ្ឋហើយជាពិសេសប៉ះពាល់ទៅដល់ជីវិតចុងក្រោយរបស់ជនជាតិភាគតិចនៅតំបន់នោះទៀតគឺគួរតែជៀសវាងពីព្រោះមានជំរឿច្រើនណាស់មិនមែនត្រឹមតែពឹងផ្អែកទៅលើតែវិរិយអគ្គិសនីប៉ុណ្្នឹងទេទៅលើធម្មពលព្រះអាទិត្យទៅលើធម្មពលខ្យល់ដូចលោកអាឡិចបានលើកឡើងអំបញ្ញមិញហ្នឹងគឺថាយើងមានជំរឿចឹងហើយគឺសំខាន់ទៅលើផ្ដោតលើការសិក្សានឹងអំបញ្ញច្បាស់លាស់ហើយថឹងថ្លែងបើសិនជាខាតគឺគណៈបកសង្គ្រោះជាតិអត់គ្រប់គ្រងទេអត់គ្រប់គ្រងឲ្យធ្វើទេបើសិនជារដ្ឋាភិបាលមិនស្ដាប់ឬក៏មិនទទួលយករបាយការណ៍ពីស្ថាប័នផ្សេងពីបច្ចុប្បន្នផ្សេងក្រៅពីរបាយការណ៍របស់ក្រុមហ៊ុន Sino Hydro ក្រៅពីរបាយការណ៍របស់ក្រសួងរាយនឹងធម្មពលតើសង្គ្រោះជាតិឬក៏អាយដាមផ្ទាល់នឹងសមាជិកសភាមកពីគណៈបក្សសង្គ្រោះជាតិនៅក្នុងដែលកំពុងអង្គុយនៅក្នុងសភាសប្តាហ៍នេះមានសិទ្ធិអំណាចអីឬមួយក៏មានវិធីយ៉ាងម៉េចដើម្បីរាំងខ្ទប់ឬមួយក៏ជួយសង្គ្រោះតំបន់អរ៉ៃនេះបានតាមដែលអាចធ្វើទៅបានបាទខ្ញុំចូលរួមជាមួយប្រជាពលរដ្ឋខ្ញុំគោរពឆន្ទៈប្រជាពលរដ្ឋខ្ញុំចូលរួមចលនាប្រជាពលរដ្ឋក្នុងការទប់ស្កាត់ទៅតាមរដ្ឋធម្មនុញ្ញទៅតាមច្បាប់ដែលអនុញ្ញាតឲ្យខ្ញុំធ្វើពីព្រោះធម្មតាយើងមានច្បាប់ដែលយើងត្រូវដើរតួនាទីភារកិច្ចរបស់យើងកំណត់ទៅត្រឹមណាយើងជាកំណត់ទៅត្រឹមតែការផ្ដល់យោបល់ក្នុងន័យស្ថាបនាការជំរុញឲ្យរដ្ឋាភិបាលស្ដាប់ឆន្ទៈស្ដាប់របស់ប្រជាពលរដ្ឋតែបើសិនជាគាត់នៅតែស្ដាប់ហើយគាត់ធ្វើអីប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋទុកឲ្យប្រជាពលរដ្ឋគាត់កាត់ទោសគាត់នៅពេលដែលពេលបោះឆ្នោតបាទសូមអរគុណដំយឹមសវណ្ណខ្ញុំបាទសូមទទួលទូរស័ព្ទ
ពីលោកអ្នកស្ដាប់របស់វិទ្យុអាស៊ីសេរីដែលបានទូរស័ព្ទមកកាន់នីតិវិទ្យាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅក្នុងរាត្រីនេះគឺលោកវាសនាបាទលោកនៅភ្នំពេញបាទសូមជំរាបសួរលោកវាសនាបាទបាទសួរបាទលោកមានសំណួរអីជុំវិញបញ្ហាសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ស្ទឹងអរ៉ៃខេត្តកោះកុងបាទសូមជើញបាទខ្ញុំចង់សួរនៅចាក់ឡងនេះយើងឃើញផលប៉ះពាល់ជាច្រើននៅតំបន់ឆៃអរ៉ៃប៉ុន្តែគេមិនបានឃើញរដ្ឋាភិបាលណាចេញមុខដោះស្រាយអំពីបញ្ហាទាំងអស់ហ្នឹងឲ្យប្រជាពលរដ្ឋលោកស្រុកស្រួលទៅទៅវិញមានតែការបង្ក្រាបមានតែការគម្រាមគប់បាបប្រជាពលរដ្ឋទៅវិញហើយខ្ញុំឆ្ងល់ថាមូលហេតុអីដែលរដ្ឋាភិបាលអស់ហ្នឹងមិនគិតពីផលប៉ះពាល់របស់ប្រជាពលរដ្ឋហើយចុះរដ្ឋាភិបាលហ្នឹងសពថ្ងៃហ្នឹងតើដឹកនាំប្រទេសខ្មែរសម្រាប់បន្តបញ្ហានៅក្នុងសង្គមឬក៏យ៉ាងម៉េចហើយតើតងទៅនឹងចំនួនមួយទៀតចង់សួរដល់អាដាមពីសម្បត្តិផ្ទាល់ក្រោយពីបទបញ្ចប់ចំនួននយោបាយហើយនោះចង់សួរថាតើបញ្ហានៅក្នុងសង្គមនេះដូចជាតំបន់ឆៃអរ៉ៃជាដើមហើយរាល់ដំណោះស្រាយគ្រប់សកម្មភាពទាំងអស់តែគឺថាតើគណៈបកសង្គ្រោះជាតិមានសកម្មភាពណាខ្លះដើម្បីតបទៅនឹងមន្ត្រីរដ្ឋាភិបាលបើយើងឃើញយើងមិនឃើញមន្ត្រីរដ្ឋាភិបាលហ្នឹងស្ដាប់គណៈបកសង្គ្រោះជាតិមួយម៉ាត់ផងមានទៅវិញមានតែការប្រតិកម្មទីមានតែការប្រតិកម្មចង់ទម្លាក់លោកកម្មសខាចេញពីអនុប្រធានរដ្ឋាភិបាលទី1ទៅវិញអាហ្នឹងយើងចង់សួរថាតើគណៈបកសង្គ្រោះជាតិមានសកម្មភាពអីខ្លះដើម្បីតវ៉ាជាមួយនឹងគណៈបព្វជិជនជាមួយនឹងមន្ត្រីរដ្ឋាភិបាលបាទអរគុណបាទសូមអរគុណបាទលោកវិស្នាខ្ញុំបាទសូមជូនសំណួររបស់លោកវិស្នាទៅអាយរ៉ាំយើងសវណ្ណផ្ទាល់តែម្ដងបាទសូមជឿបាទគណៈកម្មការទី3បានធ្វើលិខិតទៅក្រសួងរាយនឹងធម្មពលសូមឲ្យផ្អាកគម្រោងនឹងសិនមុននឹងបន្តទៅទៀតសូមឲ្យមានការសិក្សាឲ្យបានច្បាស់លាស់ដូចខ្ញុំបញ្ជាក់អញ្ចឹងសិក្សាឲ្យមានតម្លាភាពឲ្យមានគោរពគោលការណ៍ប្រជាធិបតេយ្យដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋហើយការសិក្សានឹងទៀតសោតបើសិនជាចេញជាសំណងទៅឲ្យប្រជាពលរដ្ឋសូមឲ្យបញ្ជាក់ឲ្យច្បាស់ថាតើសងអ្វីខ្លះដល់ប្រជាពលរដ្ឋខូចខាតអ្វីខ្លះសងអ្វីខ្លះធ្វើផ្ទះឲ្យគាត់យ៉ាងម៉េចមុខរបរគាត់យ៉ាងម៉េចសេវាសាធារណៈឲ្យគាត់របៀបយ៉ាងម៉េចណាត្រូវលាតត្រដាងទាំងអស់កុំឲ្យធ្វើដោយមានការបិទបាំងគ្រាន់តែលើសូតពាក្យសំណងប៉ុន្តែមិនដឹងសងនឹងសងស្អីសងរបៀបយ៉ាងម៉េចយើងអត់ដឹងអីទាំងអស់ប៉ុន្តែសំខាន់ទៅទៀតគឺថាបើសិនជាប្រជាពលរដ្ឋមិនមានការយល់ព្រមទេខ្ញុំយល់ឃើញថាគ្រួតែយើងគោរពឆន្ទៈរបស់គាត់យីប្រសើរជាជាងដែលយើងទៅធ្វើបាបគាត់ហើយដោយយើងសិក្សាឃើញថាផលខាតច្រើនជាងផលចំណេញហើយយើងនៅតែជំរុញការធ្វើដោយសារតែផលប្រយោជន៍តខ្លួនរបស់យើងអានោះគឺជារឿងមួយដែលគួរតែជៀសវាងបាទអាលិចមានអ្វីឆ្លើយតបទៅចំពោះការលើកឡើងរបស់លោកវិស្នាបញ្ញមិញនេះខ្ញុំដូចជាខ្ញុំសូមបញ្ជាក់ចំណុចមួយសួរថាអ្នកណាក្រុមហ៊ុននៃគេខ្លះដែលកំពុងតែសិក្សាពីផលប៉ះពាល់ទៅលើបរិស្ថានក្រុមហ៊ុនសាវៈនិង SPK ក្រុមហ៊ុនសាវៈនិងក្រុមហ៊ុន SPK នៅក្រៅមកវ៉ាតអ្នកណាកំពុងតែស៊ីលុយពីអ្នកណាជាក្រុមហ៊ុនដែលទៅអរ៉ែងទៅសិក្សាក្រៅមកវ៉ាតរបស់ Sino Hydro អញ្ចឹងយើងដឹងថាការសិក្សារបស់ SPK និងសាវៈត្រូវតែលំអៀងទៅខាង Sino Hydro ដោយសារគេដោយសារ Sino Hydro ជាមេរបស់គេសំណួរទី2ដែលខ្ញុំអាចសួរដល់ក្រសួងរាយធម្មពលឬក៏ក្រសួងបរិស្ថានដែលពាក់ព័ន្ធដែរបុគ្គលិកនៃក្រុមហ៊ុនសាវ៉ានិង SPK ដោយសារភាពចំពោះខ្ញុំខ្លួនឯងផ្ទាល់ជាមន្ត្រីរាជការឬក៏ជាប្រជាជនស៊ីវិលធម្មតាគេប្រាប់ខ្ញុំថាអូក្រុមហ៊ុន SPK ក្រុមហ៊ុនសាវ៉ានឹងសិតតែមន្ត្រីរាជការអាហ្នឹងបើយើងមើលច្បាប់ទូនាទីរបស់ក្រសួងដែលពាក់ព័ន្ធគឺអនុរិយនិងខ្លំមើលសកម្មភាពរបស់សាវ៉ា SVK វាទៅមិនរួចខ្ញុំបានថាខ្ញុំឯកភាពជាមួយអាដាមផ្អាកសកម្មភាពទាំងអស់ការសិក្សាទាំងអស់ការសាងសង់ទាំងអស់ហើយនឹងបង្កើតការសិក្សាមួយទៀតចេញពីសភាដែលមានតម្លាភាពដែលមិនមែនចេញពីថ្នាក់ស្រុកថ្នាក់ខេត្តទេព្រោះថ្នាក់ស្រុកថ្នាក់ខេត្តហ្នឹងអ្នកដែលចង់បានវិរិយអគ្គិសនីចង់បានវិរិយអគ្គិសនីច្រើនជាងគេចង់បានវិរិយអគ្គិសនីហើយនឹងទៅសិក្សាពីផលប៉ះពាល់វាទៅមិនរួច
ចឹងត្រូវតែចេញពីថ្នាក់ជាតិហើយនឹងត្រូវតែមានការសិក្សាពីក្រុមហ៊ុនដែលគេទទួលស្តង់ដារអន្តរជាតិដោយប្រទេសភូមាគេទៅអនុម័តច្បាប់មួយថ្មីសាងសង់វិរិយអគ្គិសនីផលប៉ះពាល់ទៅលើបរិស្ថានមិនមែនចេញពីក្រុមហ៊ុនដែលសាងសង់ទេត្រូវតែចេញពីក្រុមហ៊ុនអព្យាក្រឹតដែលមានឯករាជ្យដើម្បីធានាថាកុំឲ្យផលប៉ះពាល់ហ្នឹងគឺមិនការប៉ັດបាទហើយនឹងមួយទៀតទៅក្នុងសំណួរបងមិញហ្នឹងគឺសួរថាហេតុអ្វីបានរដ្ឋាភិបាលកំពុងទទួលហ្នឹងខ្ញុំគិតថាតែជារដ្ឋាភិបាលហ្នឹងបំវែងខ្លះឬក៏អត់ទាន់ដឹងអំពីអ្វីដែលយើងគិតថាតំបន់អរ៉ែងជាតំបន់អស្ចារ្យដែលមានទេសភាពគេអត់ដើរទៅអាយដាមសុយសែនក៏អត់ដើរទៅរដ្ឋលេខាធិការអត់ប្រាំងក៏អត់ដើរទៅទេគាត់តែជីយន្តហោះតែ20នាទីថាខ្ញុំស្គាល់អរ៉ែងហើយអត់ដើរទៅទេខ្ញុំជឿថានៅពេលណាដែលគេទៅមើលទេសភាពដល់មហាសែនស្អាតហ្នឹងគេនឹងបញ្ឈប់វិរិយអគ្គិសនីដោយស្វ័យប្រវត្តិបាទសូមអរគុណខ្ញុំបាទសូមទទួលទូរស័ព្ទលោកអ្នកស្ដាប់វិទ្យុអស៊ីសេរីមួយរូបទៀតមកពីខេត្តកំពង់ចាមគឺលោកហូបាទជំរាបសួរលោកហូបាទអរលោកជំរាបសួរបាទលោកមានសំណួរអីជុំវិញបញ្ហារ៉ែងបាទសូមជើញបាទជាដំបូងនេះខ្ញុំសូមគោរពលោកវិក្កាមនិងអ្នកប្រពន្ធរបស់ខ្ញុំបាទសូមអរគុណអ្វីដែលខ្ញុំចង់ចូលមកនេះគឺខ្ញុំចង់សួរទៅអាយដាមញោមសុវណ្ណបាទដំណើរខាងគណៈបព្វឆាំងតែប៉ាត់ខ្ញុំចង់សួរនិយាយថាការដែលគឺវិនិយោគទុនលើវិរិយអគ្គិសនីនេះមានបានក្នុងរដ្ឋសភាអត់ហើយបើសិនជាក្នុងរដ្ឋសភាបើយើងឃើញថាវាមានផលប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាជននៅតំបន់ហ្នឹងអញ្ចឹងវិធីអាចអនុញ្ញាតបានអត់បើស្ងទៅលើគណៈកម្មការទាំង5របស់បព្វឆាំងឬក៏55អបនៈរបស់បព្វឆាំងហ្នឹងគឺមិនអាចទប់ស្កាត់បានទេបីដឹងថាផលប៉ះពាល់នេះយ៉ាងណាក៏ដោយអញ្ចឹងគឺតាមមានក្នុងកាត់សភាអត់នេះគឺរបស់ខ្ញុំបាទទី2ខ្ញុំចង់សួរខាងលោកប្រធានខាងឥឡូវខ្ញុំមេដាខមទៀតនោះគឺថានិយាយថាផលប៉ះពាល់ដល់ប្រជាជននៅតំបន់នោះហើយនឹងផលចំណេញដែលបានមកពីវិរិយអគ្គិសនីហ្នឹងយើងធ្វើស៊ីសងទៅខាងណាចំណេញជាងខាងណាខាងជាងតាមមានវិធីសាស្ត្រយ៉ាងណាយើងទៅយករដ្ឋាភិបាលតាមនេះវាអត់ចំណេញទេវាខាតយើងអាចមានវិធីសាស្ត្រឲ្យគាត់ជឿទេបាទសំណួរខ្ញុំមានប៉ុណ្ណឹងដែលយើងទៅលើពីវិរិយអញ្ចឹងសូមអរគុណបាទសូមអរគុណលោកហូបាទខ្ញុំសូមជូនសំណួរនេះទៅអាដាមយើងសវណ្ណបាទតើគណៈបក្សសង្គ្រោះជាតិនឹងបង្ហាញចំហបែបម៉េចដើម្បីឲ្យពួកគាត់ទុកចិត្តថានឹងអាចទប់ស្កាត់គម្រោងវិរិយអគ្គិសនីនៅស្ទឹងអរ៉ែងនេះបានបើសិនជាពិនិត្យឃើញផលប៉ះពាល់ជាក់ស្ដែងហើយនោះបាទដូចខ្ញុំជម្រាបចឹងជាគណៈបកប្រឆាំងយើងជាដើរតួនាទីជាអ្នកត្រួតពិនិត្យមើលទង្វើរបស់រដ្ឋាភិបាលហើយផ្ដល់យោបល់ទៅឲ្យរដ្ឋាភិបាលអ្វីដែលគួរធ្វើឬអ្វីដែលមិនគួរធ្វើប៉ុន្តែក្នុងអាណត្តិនេះគណៈបកប្រជាជនគេបាន68អីអានោះគេយើងគេថាគេបាន68អីគេកាន់កាប់រដ្ឋាភិបាលអានឹងអំណាចនៅលើគេអ្វីដែលយើងអាចធ្វើបានដែលកន្លងមកមានមតិខ្លះសួរថាចូលសភាធ្វើអ្វីគឺចូលទៅកែតម្រង់កោជបហើយចូលទៅកែតម្រង់កោជបគឺត្រូវតែចូលទៅក្នុងសភាដើម្បីកែច្បាប់បាទបានប៉ុណ្្នឹងបានកែតម្រង់កោជបពីព្រោះដើម្បីឈ្នះឆ្នោតកាន់អំណាចដោះស្រាយបញ្ហាអ្វីផ្សេងៗទាំងអស់ដែលយើងកំពុងជួបប្រទះហ្នឹងគឺត្រូវតែមានអំណាចត្រូវតែឲ្យកោជបឯករាជ្យហើយពេលដែលបោះឆ្នោតគឺបោះដោយសេរីយុត្តិធម៌គឺយើងឈ្នះអានឹងខ្ញុំសូមបើកមុខកញ្ចក់តែប៉ុណ្្នឹងប៉ុន្តែនៅប្រទេសណាក៏ដោយតាំងពីដើមមកដែលគណៈបកសំរងស៊ីចូលទៅក្នុងសភាចូលតាំងពី98ចូល2003ចូល2013មានមតិជាច្រើនចូលតែធ្វើអ្វីមិនកើតប៉ុន្តែទីបំផុតឥឡូវយើងបានតំណាងរាស្ត្រជិតកន្លះសភាបាទនៅសល់8អ្នកទៀតបាទ8អ្នកទៀតកាលណាបានគ្រប់8អ្នកយើងអាចសម្រេចទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋបានប៉ុន្តែថាច្បាប់នេះឆ្លងសភាឬអត់ការអនុម័តគម្រោងវិរិយអគ្គិសនីអត់ឆ្លងសភាទេរដ្ឋាភិបាលនេះអត់ដែរឆ្លងសភាទេគ្រាន់តែឆ្លងតែការធានាថ្លៃអគ្គិសនីធានាកុំឲ្យបាត់បង់ផលប្រយោជន៍របស់ក្រុមហ៊ុនអានឹងមានឆ្លងមែនក៏ប៉ុន្តែគណៈបកប្រឆាំងមិនដែលគ្រប់គ្រងទេបាទ
មិនដែលគ្រប់គ្រងឲ្យធានាចំពោះវិនិយោគទុនជាពិសេសគឺវិរិយអគ្គិសនីទាំងតម្លៃទាំងសុវត្ថិភាពវិនិយោគទុនគម្រោងរបស់គេនោះទេដោយយើងយល់ឃើញថាយើងមានការងឿងឆ្ងល់គម្រោងវិរិយអគ្គិសនីរបស់ចិននៅប្រទេសយួនគម្រោងវិរិយអគ្គិសនីរបស់ចិននៅប្រទេសឡាវលក់អគ្គិសនីឲ្យប្រជាពលរដ្ឋគេដល់ដៃចុងក្រោយតែ250រៀល1គីឡូវ៉ាត់ប៉ុន្តែគម្រោងវិរិយអគ្គិសនីរបស់ចិនលក់មកឲ្យខ្មែរយើងចុងក្រោយអ្នកភ្នំពេញប្រើជិត1000រៀល1គីឡូវ៉ាត់មានន័យថាម៉េចមានន័យថាបើមានតែឈ្មោះកដាលដែលចាំជញ្ជក់ឈាមពីប្រជាពលរដ្ឋអញ្ចឹងហើយបានជាបដូរផ្ដាច់សម្បំណាស់រឿងវិរិយអគ្គិសនីនេះធ្វើអ្វីមិនដែលមានតម្លាភាពទេនៅសូម្បីតែការសិក្សាសូម្បីតែផលប៉ះពាល់សូម្បីតែប្រាក់ចំណេញប្រាក់ចំណូលថ្លៃអគ្គិសនីយ៉ាងម៉េចក៏មិនដែលបានប្រាប់ប្រជាពលរដ្ឋឲ្យបានច្បាស់ទេគឺធ្វើក្នុងនៃលក្ខកំបាំងទាំងអស់ដូច្នេះយើងសូមឲ្យគម្រោងទាំងអស់នឹងធ្វើឲ្យមានតម្លាភាពហើយឲ្យមានការគោរពសូមអរគុណអាយដាមដោយសារតែពេលវេលាមានកំណត់បានខិតចិត្តចូលមកដល់ហើយខ្ញុំបាទសូមអាលិចលោកអាលិចឆ្លើយយ៉ាងខ្លីទៅលោកសំណួររបស់លោកហូបបាទប៉ះពាល់ឲ្យនឹងផលចំណេញទៅលើសហគមន៍មូលដ្ឋានបើសិនបើតួវិរិយអគ្គិសនីគ្មានផលចំណេញណាមួយទេដោយសារភ្លើងមិនមែនពេលសាងសង់វិរិយអគ្គិសនីភ្លើងគេមិនមែនឲ្យប្រជាជនមូលដ្ឋានប្រើទេគេយកទៅពោធិ៍សាត់បាត់ដំបងនិងភ្នំពេញទេជាងគេបោកប្រាស់ប្រជាជនណាពេលគេប្រាប់យើងថាយើងមានភ្លើងប្រើបើគ្មានទេមកវិរិយអគ្គិសនីផ្សេងទៅអញ្ចឹងផលប៉ះពាល់គឺធ្ងន់ធ្ងរដោយយកប្រជាជនទៅបាញ់ចោលអញ្ចឹងដូចយើងឃើញនៅសេសានរាល់ថ្ងៃហ្នឹងកំពុងតែសាងសង់វិរិយអគ្គិសនីប៉ុន្តែប្រជាជនអត់ទាន់ព្រមចាក់ចេញអត់ទាន់មានសំណងផងអាហ្នឹងអ្វីដែលយើងកំពុងតែបារម្ភរាល់ថ្ងៃហ្នឹងហេតុអីបើយើងបិទផ្លូវជាងកន្លះឆ្នាំដោយសារប្រជាជនអត់ទាន់ឯកភាពវាអត់ទាន់អនុម័តអត់ទាន់ការសិក្សាប៉ុន្តែពួកហ្នឹងវាឆ្លៀតឱកាសយកគ្រឿងចាក់ចូលក្នុងតែពីខែ3បាទហើយនឹងមួយទៀតតើយើងគួរធ្វើម៉េចឲ្យរដ្ឋាភិបាលមើលឃើញយើងកំពុងតែជោគជ័យខ្លាំងមួយឆ្នាំកន្លះមុនគ្មានអ្នកស្គាល់អរ៉ែងទេមានតែប្រជាជនមូលដ្ឋានជាមួយខ្ញុំជាមួយព្រះសង្ឃមួយអង្គពីរអង្គទេឥឡូវចាប់អារម្មណ៍មានមនុស្សរាប់លាននាក់ឥឡូវកំពុងតែអរគុណអាលិចដោយសារតែពេលវេលាខ្លីហើយខ្ញុំបាទសូមជូនសំណួរទៅលោកស្រីហមហេងបើសិនជាមានការចម្លៀសព្រមព្រៀងឲ្យមានការចម្លៀសតើក្នុងនាមបងជាតំណាងសហគមន៍អាចនឹងទទួលផលប៉ះពាល់ការចម្លៀសហើយទទួលយកនឹងការចម្លៀសចេញពីតំបន់ដែរទេចាខ្ញុំការពិតទៅរឿងបញ្ហាជាគេចម្លៀសគឺពួកខ្ញុំក្នុងសហគមន៍គេថាខ្ញុំមិនចេញទេហ្មងចាប្រកតាការនេះលំបាកខ្ញុំធ្លាប់ឆ្លងកាត់អាច្រើនវាពី3សាចាបើចម្លៀសពីចផាតទៅនៅស្រុកបើឃើញថាវាពិបាកមិនសាហើយនេះខ្ញុំដាំដំណាំបានផ្លែការលុកដូចចិញ្ចឹមជីវិតចិញ្ចឹមគ្រួសារមិនទេពួកខ្ញុំដែលទូទាំងសហគមន៍ទូទាំងឃុំទាំង3ឃុំហើយចម្លៀសពួកខ្ញុំចេញពីកន្លែងនោះទៀតពិតជាការលំបាកជាងលឺមុនទៀតចាហើយក៏មិនដឹងថានៅទាំងណាទៀតផងកាលនេះថាចម្លៀសចេញផ្លាស្ទីកនៅប៉ុន្តែកន្លែងចាក់ស្ដែងមិនដឹងថានៅទាំងណាចាក្បាលឌី25ម៉ែត្រប៉ុណ្ណឹង50តែដឹងនៅទាំងណាដូច្នេះគឺពួកខ្ញុំគេគិតថាខ្ញុំអត់ចេញទេហ្មងទោះបីរាជរដ្ឋាភិបាលថាកតញ្ញាថាមិនអួយប្រជាជនស្រក់ទឹកភ្នែកមិនអួយប្រជាជនលំបាកវេទនាខ្ញុំការពេលទៅខ្ញុំអត់ជឿទោះបីតែថាកូនខ្ញុំនៅក្នុងតាទី5ណាក់មាននៅវេទិយាខ្ញុំឃ្លានស៊ីដូច្នេះខ្ញុំដាច់ខាតថាខ្ញុំមិនចេញទេហ្មងបាទសូមអរគុណខ្ញុំមានពេលប្រហែលជា1នាទីទេជូនអាលិចចុងក្រោយបើសិនជារដ្ឋាភិបាលនៅក្រុមហ៊ុនស៊ីដូហៃដ្រូមិនបញ្ឈប់គម្រោងការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អរ៉ៃនោះតើចលនាប្រធានចលនាគាត់ចលនាប្រជាមេដាធម្មជាតិនឹងធ្វើអ្វីនឹងធ្វើការតស៊ូមតិរបៀបមួយទៀតដែលខុសពីពេលមុនដើម្បីឲ្យមានការការពារតំបន់អរ៉ៃផុតពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះបាទយើងបន្តទៅមុខទៀតជាមួយសហគមន៍ទោះបីជាយើងស្លាប់ទោះបីជាយើងជាប់ពន្ធនាគារទោះបីជាមានការគំរាមកំហែងចោទប្រកាន់ទៅលើពួកយើងជ្រុលដែរហើយយើងស្ទើរតែលងស្នេហ៍តំបន់អរ៉ែងលងស្នេហ៍នឹងប្រជាជនយើងមិនអាចឯកភាពទេទោះបីជាយកគ្រឿងចាក់បណ្ណាអីក៏យើងអត់ព្រមចាក់ចេញទេហើយនឹងក៏យើងបន្តសកម្មភាពតស៊ូមតិនៅភ្នំពេញផង
និងនៅក្នុងសហគមន៍មូលដ្ឋានដើម្បីសម្ពាធទៅលើក្រសួងរាយធម្មពលនិងរដ្ឋាភិបាលបើមិនមកគេនៅបន្តទៅមុខទៀតអរ៉ែងនឹងប្រជាជនខ្មែររាប់លាននាក់មើងងាយជេរគេដោយសារព្រៃឈើចុងក្រោយបំផ្លាញព្រៃឈើចុងក្រោយទៅអីបើវិរិយអគ្គិសនីនឹងវាអត់ប្រយោជន៍គេគួរប្រយ័ត្នខូចកិត្តិយសមួយជីវិតដោយសារតែពេលវេលាបានដល់ទីបញ្ចប់ហើយខ្ញុំបាទសូមអរគុណលោកវិក្កាមទាំង3រូបដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចពិភាក្សានៅក្នុងរាត្រីនេះហើយក៏សូមអរគុណដល់លោកអ្នកស្ដាប់ទាំងអស់ដែលបានតាមដានស្ដាប់វេទិកាអ្នកស្ដាប់វិទ្យុអេស៊ីសេរីនៅក្នុងរាត្រីនេះសម្រាប់ពេលនេះខ្ញុំបាទសេកបណ្ឌិតសូមអរគុណនិងសូមជម្រាបលា